សូមជម្រាបសួរទៅដល់បងប្អូនអរគ្នានៅក្នុងវីដេអូថ្មីរបស់ខ្ញុំមួយនេះក៏មិនខុសពីវីដេអូមុនដែរនៅក្នុងវីដេអូនេះខ្ញុំនឹងលើកប្រវត្តិនៃបទចម្រៀងមួយបទទៀតដើម្បីបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាក្នុងគោលបំណងនៃការធ្វើវីដេអូនេះឡើងគឺដើម្បីគាស់រំលឹកនៅរាល់ស្នាដៃនិងរាល់ការស្រាវជ្រាវរបស់បងសេងតាតែអញ្ចឹងមុននឹងទៅដល់ស្ដាប់បទចម្រៀងសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងក៏ដូចជា Like Share និង Comment នៅក្រោមវីដេអូនេះដើម្បីឲ្យខ្ញុំដឹងផងអញ្ចឹងមុននឹងទៅស្ដាប់ប្រវត្តិនៃបទនេះខ្ញុំសូមបង្វែរអារម្មណ៍បងប្អូនអរគ្នាទៅស្ដាប់បទចម្រៀងនេះជាមួយខ្ញុំបន្តិចសិនนกเพียเขียวใจบ่พารีทำไมเนี่ยโออัครายมเชียยุทธชนเปรย์เลียนบ้านคนเอ้ยบ่พาดังเสียนดอยสมថ្លៃទូកមអូតូតូចកំក្នុងភាពបរមបនទុំដួងចិត្តនៅចាំសំរនៅចាំអើយទាំងឈ្មោះនាងអូអក្សរាស្រីបែនស្រូវបងនៅយាមអូនថ្ងៃកែវភៀសខ្លួនបងដើរការពីចិត្តដល់សួរសែនអូនចូលទាំងងារបងក៏សូមងារចូលអនទីទៅของสาកំកត់អោជាងសំបត់អត់ថ្ងៃកាយភ្លើអោស្រែត្រកាំងធ្លាប់ជួយច្រូតត្រូវដល់ព្រៀងអើយអីលើងាយស្មើជើងមេបទចម្រៀងមួយបទនេះគឺស្ដាប់ហើយគឺពិតជាអន្លង់អន្លោចស្រណោះស្រណោចហើយអ្វីដែលសំខាន់នោះគឺតកតងជាមួយនឹងសេចក្តីស្នេហាស្មោះត្រង់ក៏ដូចជាភាពអង់អាចសម្រាប់វីរៈកងទ័ពរបស់យើងផងដែរចង់ដឹងថាប្រវត្តិនៃបទនេះប្រសូតចេញពីស្នាដៃរបស់កវីអ្នកនិពន្ធរូបណាក៏ដូចជាប្រវត្តិនៃបទនេះតាក់តែងឡើងក្នុងគោលបំណងអ្វីអញ្ចឹងទៅតាមដានស្ដាប់ការរៀបរាប់យ៉ាងលម្អិតជាមួយខ្ញុំទាំងអស់គ្នាលោកអ្នកកំពុងទស្សនាកម្មវិធីចម្រៀងសំណឹមពរប្រិមត្ត CDN ដែលរៀបចំឡើងដោយបណ្ដាញទូរទស្សន៍កម្ពុជា CDN ហើយនៅក្នុងវគ្គនេះជានិច្ចការលោកអ្នកនឹងបានជ្រាបនៅអត្ថន័យខ្លឹមសារព្រមទាំងអត្ថរសរបស់បទចម្រៀងពីអតីតកាលដែលបកស្រាយដោយតារាចម្រៀងកាលពីជំនាន់នោះតាមរយៈការបកស្រាយរបស់បងសេងតារាបាទសូមស្វាគមន៍ទស្សនិកជនបាទសូមជម្រាបសួរបងប្អូនទស្សនិកជនលោកតាលោកយាយលោកពូអ្នកមីងនិងបងប្អូននៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់បាទនៅថ្ងៃនេះខ្ញុំបាទសេងតារាមានវត្តមានថ្មីទៀតហើយបាទអរគុណច្រើនបងតារាសុខសប្បាយជាទេបាទសុខសប្បាយទេបងហើយមកមានញឹកទេអូរវល់ណាស់បងមួយថ្ងៃរឿងសរសេរសភៅផងស្រាវជ្រាវចម្រៀងនឹងផងបាទបន្តការស្រាវជ្រាវនិងបង្កើនការចងក្រងបាទអរគុណច្រើនថ្ងៃនេះលើកយកបទអ្វីមកជំរាបជូនដល់ទស្សនិកជនដែរបាទថ្ងៃនេះខ្ញុំបានជ្រើសរើសយកចម្រៀងដ៏ពិរោះមួយបទទៀតមកជម្រាបជូនដល់លោកតាលោកយាយនិងបងប្អូនទស្សនិកជនទាំងអស់បទនេះមានចំណងជើងថាអូអក្សរាមានប្រភពពីណាមកដែរអូអក្សរា បាទអូអក្សរាហ្នឹងខ្ញុំធ្លាប់ឮថាមានភូមិមួយឈ្មោះអញ្ចឹងបាទមានដែរបងអញ្ចឹងហើយបទហ្នឹងគឺជាបទមួយដ៏ពិរោះហើយមានប្រវត្តិរបស់គេទៀតបាទរៀបរាប់តិចមកបាទគ្រាន់តែនិយាយដល់បទអូអក្សរានេះប្រិមិត្តទាំងអស់ប្រកាសជាធ្លាប់ឮហើយនៅសំឡេងមាស
របស់លោកស៊ីនស៊ីសមុទ្រណាបងណាបាទដែលលោកបង្ហោសូសៀងយ៉ាងពីរោះហើយរលកសម្លេងដែលលោកច្រៀងបទនេះគឺមានលក្ខណៈថាខ្ពស់មែនទែនណាបទខ្លះលោកច្រៀងធម្មតាតែបទនេះសម្លេងគាត់ខ្ពស់ណាស់ហើយទៅពេលដែលយើងស្ដាប់បទនេះគឺធ្វើឲ្យយើងមានអារម្មណ៍ថាដូចបានឃើញអូអក្សរានោះតែម្ដងពិសេសបើបានស្ដាប់នៅពេលសូរិយារៀបលិចណាត្រូវតែហ្មងបាទព្រោះថាទំនុកនេះគ្រាន់តែចេញក្បាលមកសូរិយាយើងលីនភាខៀវខ្ចីណាបាទបុប្ផារីកថ្មីនេះអូអក្សរាហ្នឹងគឺធ្វើឲ្យយើងចង់ស្ដាប់មែនទែនអូអក្សរានៅណាបងអូនបាទអូអក្សរាជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំព្រៃឈរស្រុកព្រៃឈរខេត្តកំពង់ចាមបាទគឺបច្ចុប្បន្នអ្នកនៅព្រៃឈរប្រកាសជាស្គាល់ឈ្មោះភូមិអូអក្សរាបាទហើយអូអក្សរានេះគឺជាចម្រៀងតាមពិតខ្ញុំស្មានថាអូអក្សរាជាឈ្មោះតាមពិតជាភូមិមួយសោះគូផងដែរបទនេះថតនៅអំឡុងដើមទសវត្សរ៍ឆ្នាំ1970បាទគឺថតនៅឆ្នាំ1971បាទហើយដែលមានលោកម៉ាឡៅពីជាម្ចាស់ស្នាដៃនិពន្ធទំនុកច្រៀងបាទហើយលោកស៊ីនស៊ីសមុទ្រជាអ្នកនិពន្ធបទភ្លេងហើយលោកហេងហូវេងជាអ្នកសម្រួលតន្ត្រីក្នុងច្រៀងដោយលោកស៊ីនស៊ីសមុទ្របាទច្រើនគ្នាបាទព្រោះថាលោកម៉ាឡៅពីគាត់និពន្ធទំនុកច្រៀងគាត់ចេះសេភ្លេងនេះអញ្ចឹងភ្លេងទៅលោកស៊ីនស៊ីសមុទ្រអ្នកនិពន្ធហើយលោកហេងហូវេងដៃគូគាត់នឹងជាអ្នកសម្រួលតន្ត្រីយើងហៅថាដឹកនាំប្រគំថតនេះបាទហើយបទនេះមានប្រវត្តិរបស់គេនៅចំនួនហ្នឹងព្រោះដើមសម័យលន់នល់ហ្នឹងគឺភាគច្រើនបរោះឬក៏គូស្នេហ៍ផ្សេងតែមានប្រវត្តិព្រោះស្រុកយើងកំពុងកើតសង្គ្រាមណាអញ្ចឹងប្រប្រាស់ប្រពន្ធកូនគូសង្សារហ្នឹងតែធ្វើសង្គ្រាមអញ្ចឹងឲ្យបានមានចម្រៀងស្នេហាជាតិជាច្រើនដូចជាថ្ងៃ12កក្កដាពលតួអភ័ព្វលាម៉ែចូលធ្វើទាហានហើយអូអក្សរាហ្នឹងក៏ជាបទមួយក្នុងចំណោមបទចម្រៀងស្នេហាជាតិទាំងនោះដែរហើយបទនេះគេមានប្រវត្តិរបស់គេអញ្ចេះតាកាលពីចំនួនហ្នឹងមានគូស្នេហ៍មួយគូណាគាត់ស្រឡាញ់គ្នាហើយធ្លាប់មានអនុស្សាវរីយ៍ជាច្រើនហើយបើតាមឯកសារដែលខ្ញុំឃើញហ្នឹងគឺតួប្រុសហ្នឹងគាត់ឈ្មោះយឿនបាទហើយតួស្រីហ្នឹងគាត់ឈ្មោះថានាងខុនបាទទើបចាំឈ្មោះនាងខុនគាត់នៅរស់ទីនាងអូអក្សរានៅរស់ទីបាទនៅខេត្តកំពង់ចាមសប្តាហ៍ថ្ងៃហ្នឹងហើយគាត់ស្រឡាញ់គ្នាមែនទែនធ្លាប់ថាសាងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាគាត់នៅភូមិជាមួយគ្នាបាទហើយពេលណាដែលនាងដងទឹកអីហ្នឹងកំឡោះយឺនហ្នឹងតែងតែទៅជួយដងទឹកនៅដងដៃណាបាទហើយនៅក្រោយភូមិមកអក្សរាហ្នឹងគេមានស្រែមួយឈ្មោះថាស្រែក្រសាំងបាទហើយពួកគាត់ហ្នឹងធ្លាប់ជួយបោកបានស្រូវគ្នាធ្លាប់ជួយជ្រោះស្រូវគ្នាដោយទំនុកនៃបទអូអក្សរាហ្នឹងអញ្ចឹងហើយក្រោយមកក៏ស្រុកយើងចូលសង្គ្រាមទៅសម័យលន់នល់ហ្នឹងអញ្ចឹងគូសង្សារនៅពីហ្នឹងក៏ត្រូវមានវិបត្តិកើតឡើងនាងខុនហ្នឹងគឺមានសម្រស់ស្អាតណាស់ហើយកំឡោះក្នុងភូមិហ្នឹងក៏ចោមរួមស្រឡាញ់ច្រើនដែរហើយក្នុងហ្នឹងលោកយឿនហ្នឹងគាត់ស្រឡាញ់នាងខុនហ្នឹងច្រើនរហូតដល់ឲ្យឪពុកម្ដាយគាត់ចូលស្ដីនាងខុនហ្នឹងទៀតណាក៏ប៉ុន្តែក្រោយមកស្រាប់តែមានរឿងអ្វីទេលោកយឿនហ្នឹងគាត់មានឯថាបករបួសស្នាមទៅលើឪពុកគាត់ណាបាទអញ្ចឹងទៅក៏ឪពុកម្ដាយខាងស្រីហ្នឹងគឺផ្ដាច់ពាក្យទៅវិញបាទហើយបានមិត្តភ័ក្តិរបស់លោកយឿនហ្នឹងចូលស្ដីនាងអូអក្សរានឹងយកវិញអញ្ចឹងហើយបានជាធ្វើឲ្យលោកយឿនហ្នឹងគាត់សោកស្ដាយហើយឃ្លាតឆ្ងាយពីគូសង្សារហ្នឹងទៅចូលសមរភូមិពេលហ្នឹងគាត់អត់ខ្មាស់នាងអូអក្សរាហ្នឹងអញ្ចឹងក៏លានាងហ្នឹងទៅចូលច្បាំងធ្វើទាហានជាមួយកងទ័ពសម័យហ្នឹងណាព្រោះកាលហ្នឹងយើងច្បាំងជាមួយកងទ័ពកងផងកងទ័ពខ្មែរក្រហមផងហើយតែមុននឹងពេលគាត់ទៅលាចម្បាំងហ្នឹងគាត់ធ្លាប់ផ្ដាំនាងថាពេលដែលខ្ញុំទៅធ្វើសង្គ្រាមសូមចាំស្ដាប់ចម្រៀងខ្ញុំមួយបទដើម្បីរំលឹកពីអនុស្សាវរីយ៍រវាងខ្ញុំនិងនាងខុនដែលជាគូសង្សាររបស់គាត់ហ្នឹងណាក្នុងភូមិហ្នឹងមាននារីមួយក្រុមសម័យហ្នឹងហើយឲ្យដល់ពេលណាពួកទាហានចូលឈ្លានពានទៅគេអត់ឲ្យកំងនៅក្នុងភូមិទេអញ្ចឹងលោកយឿនដែលគាត់ជាទាហានហើយនឹងក្រុមកំឡោះគ្នាគាត់ក្នុងភូមិហ្នឹងឲ្យដល់ពេលណាសូរិយាចិត្តលិចគាត់ដង្ហែគ្នាហ្នឹងនាំនារីហ្នឹងទៅឲ្យស្នាក់នៅភូមិមួយឈ្មោះថាភូមិសូសែនបាទនៅផ្ទះពងមៀនហ្នឹងណាអញ្ចឹងហើយបានជាមានទំនុកបទហ្នឹងគេថាចិត្តដល់សូសែនអូនចូលផ្ទះមៀបងក៏សុំលាចូលបន្ទាយទៅបាទហើយដោយសារតែមានរឿងរ៉ាវប្រត់ប្រាស់គ្នាអញ្ចឹងហើយបានជាក្រោយមកបានជាលោកយឿនហ្នឹងទៅជួបលោកម៉ាឡៅពីបាទហើយនិយាយរឿងហ្នឹងទៅប្រាប់លោកម៉ាឡៅពីទៅបានតែងបទអូអក្សរាចេញមកអ
អរគុណច្រើនអស់អាលីងសូមលោកអ្នកបាទតាមដានទស្សនានៅអត្ថន័យខ្លឹមសារតើមានអត្ថន័យនិងអត្ថរសដល់កម្រិតណាតាមអរិយបទអូពិតជាអស់លំអិតអស់ខ្លាំងមែនតើហ្មងខ្ញុំស្មានតែបទអូអក្សរានេះគឺជាបទដែលឈ្មោះនារីម្នាក់របស់កវីតាមពិតវាមានប្រវត្តិដូចអ្វីដែលបងសេងតារារៀបរាប់ហ្នឹងគឺដឹងហ្មងតាមរយៈបទចម្រៀងនេះខ្ញុំអត់ដែលឮឈ្មោះភូមិហ្នឹងទេអញ្ចឹងនៅក្នុងអត្ថន័យនៃបទចម្រៀងនេះគឺជាប់មកអស់ហើយណាសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់ហើយនឹងដឹងពីបទចម្រៀងនេះស៊ីជម្រៅមែនតើអញ្ចឹងណាមែនតើជក់ចិត្តខ្លាំងណាស់អូខ្ញុំជឿថាបន្ទាប់អំពីការធ្វើការបកស្រាយរបស់បងប្អូនសេងតារាបាទតាមពិតទៅគាត់នៅស្ដាប់ប្រហើណាមិនបានខ្លឹមសារដែលជំរាបជូនអំពីខ្លឹមសារអញ្ចឹងទៅស្ដាប់បទចម្រៀងហ្នឹងទៅជាពិសេសអ្នកនៅអូអក្សរាផ្ទាល់តែម្ដងឥឡូវយើងហៅគាត់ថាមីងចុះមីងខុនបាទគាត់បានស្ដាប់សាច់រឿងគាត់ឡើងវិញអញ្ចឹងនឹងជាសញ្ញាស្គាល់យ៉ាងណាទេណាបាទព្រោះថាអនុស្សាវរីយ៍នេះវាកើតឡើងជិតកន្លះសតវត្សទៅហើយបាទហើយគាត់ហ្នឹងក៏ចាស់ហើយឥឡូវអាយុ60ហើយបាទតែកំឡោះយឺនដែលជាតួឯកក្នុងហ្នឹងគាត់បានស្លាប់ទៅហើយក្នុងសម័យធ្វើសង្គ្រាមហ្នឹងណាបូករួមនឹងលោកស៊ិនស៊ីសមុតក៏ស្លាប់លោកម៉ាលើពីនឹងក៏ស្លាប់ហើយនៅរស់តែលោកហេងហូវែងមួយទៀតនៅអាមេរិកបច្ចុប្បន្នដែលជាម្ចាស់ស្នាដៃសម្រួលតន្ត្រីនៃបទហ្នឹងហើយនិយាយរួមទៅឲ្យដល់ពេលខ្ញុំស្ដាប់បទអូអក្សរាហ្នឹងខ្ញុំស្រឡាញ់សម្លេងលោកស៊ិនស៊ីសមុតគាត់ច្រៀងឡើងខ្ពស់សម្លេងគាត់ណាដូចជាអោអណ្ដូងដៃស្រីថ្លៃទូលក្អមហ្នឹងទៅហើយបើសិនជាអ្នកយកបទហ្នឹងមកច្រៀងកន្លែងចិត្តដល់សូសែនអូនចូលផ្ទះមានហ្នឹងក៏អត់យល់ក៏ដាក់សូសែងក៏ស្មើសូសែងសូរិយាបាទគឺជាសូរិយាហ្នឹងបាទសូសែនហ្នឹងគឺជាឈ្មោះភូមិមួយនៅចិត្តអូអក្សរាហ្នឹងពេលណាដែលថ្ងៃចិត្តលិចគឺកំឡោះយឺនហើយនឹងកំឡោះក្នុងភូមិហ្នឹងនាំគ្នាការពារនាងអូអក្សរាហ្នឹងហើយនឹងកំងក្នុងភូមិហ្នឹងទៅភូមិសូសែនហ្នឹងហើយអញ្ចឹងបានជាមានពាក្យចិត្តដល់សូសែនអូនចូលផ្ទះមានហ្នឹងហើយសរសើរលោកម៉ាលើពីណាចេះភ្ជាប់មកតាំងពីអោដងដៃស្រីថ្លៃទូលក្អមក៏យកមកភ្ជាប់ភូមិសូសែនក៏យកមកភ្ជាប់ទៅប្រទីក៏ភ្ជាប់ទីហ្នឹងហើយតាស្រីបានស្រីមកលេងអូនអូយម៉ាលើពីនេះប្រកែណាបានអញ្ចឹងហើយបានជាបទចម្រៀងមួយបទដែលប្រសូតចេញពីទឹកដៃកវីសេកមាសម៉ាលើពីយើងស្ដាប់ទៅគឺមិនចេះចំណាយទេឲ្យពាក្យរបស់លោកគឺគេហៅថាឃ្លាកាបកវីគឺជួនឧត្តមគ្នាស្ទើរតែគ្រប់បទចម្រៀងទាំងអស់បានអរគុណច្រើនបងប្រុសពេលវេលារបស់យើងដល់បញ្ចប់ហើយចុងក្រោយមានអ្វីដើម្បីជំរាបបន្ថែមជូនដល់ទស្សនិកជនទៀតបាទអញ្ចឹងតាមរយៈបទអូអក្សរានេះសង្ឃឹមថាលោកតាលោកយាយលោកពូអ្នកមីងនិងបងប្អូនទស្សនិកជនទាំងអស់ប្រកាសជាបានជ្រាបអំពីប្រវត្តិហើយខ្ញុំសង្ឃឹមថាចម្រៀងរបស់នេះនឹងធ្វើឲ្យបងប្អូនអរគ្នាយល់កាន់តែច្បាស់ថែមចម្រៀងអូអក្សរានេះជួយដល់វិញ្ញាណក្ខន្ធម្ចាស់ស្នាដៃនិពន្ធផងគឺលោកម៉ាឡាពីហើយម្ចាស់ស្នាដៃនិពន្ធបទភ្លេងនិងម្ចាស់សំនៀងគឺលោកស៊ីនស៊ីសមុទ្រសប្បាយចិត្តខ្លាំងមែនទែនដែលបានស្គាល់នៅប្រវត្តិលោកហេងហូវែងចម្រៀងបទនេះដែលស្រាវជ្រាវដោយបងសេនារាអរគុណលោកតាលោកយាយទាំងអស់ដែលនិយមតាមដាន